ជំរាបសួរបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាមានដឹងអត់ថាហេតុអីតម្លៃពេជ្រធម្មជាតិមានតម្លៃខ្ពស់ជាងពេជ្របណ្ដោះចាអញ្ចឹងបងប្អូនទាំងអស់គ្នាតាមដានវីដេអូនេះឲ្យរហូតដល់ចប់ណាចាអ្វីដែលខុសគ្នារវាងពេជ្រធម្មជាតិជាមួយនឹងពេជ្របណ្ដោះគឺតកតងជាមួយនឹងការកកើតនៃដើមកំណើតរបស់ពេជ្រតែម្ដងបងប្អូនទាំងអស់គ្នាចាពេជ្រធម្មជាតិគឺមានការកកើតឡើងរាប់រយលានឆ្នាំនៅក្នុងដីអញ្ចឹងយើងត្រូវការប្រើពេលនិងប្រើកម្លាំងពលកម្មច្រើនដើម្បីទៅរកពេជ្រធម្មជាតិចាហើយធ្វើឲ្យតម្លៃនោះគឺវាមានការខ្ពស់ជាងតម្លៃនៃពេជ្របណ្ដោះគឺអាចនិយាយបានថាគឺយើងយកពេជ្រធម្មជាតិស្លាយយកទៅក្នុងមន្ទីរពិសោធន៍ដែលរងនៅសម្ពាធកាបូនអ៊ីដ្រូសែនដូចគ្នាជាមួយនឹងពេជ្រធម្មជាតិសុទ្ធ 100% ដូចគ្នាហេតុដូចនេះហើយទើបធ្វើឲ្យពេជ្របណ្ដោះមានតម្លៃធូរជាងចាហើយពេជ្របណ្ដោះគឺយើងមានស្ថាប័នទទួលស្គាល់នៅសហរដ្ឋអាមេរិក IGI បងប្អូនទាំងអស់គ្នាអាចប្រើបានដោយទុកចិត្តមានជំនឿចិត្តជាមួយនឹងពេជ្របណ្ដោះណាបងប្អូនទាំងអស់គ្នាហើយពេជ្របណ្ដោះគឺយើងមានទំហំមានការ៉ាតមាន clarity មានការខាត់របស់វាគឺដូចជាមួយនឹងពេជ្រធម្មជាតិ 100% អញ្ចឹងបងប្អូនទាំងអស់គ្នាចង់បានពេជ្របណ្ដោះយកទៅប្រើប្រាស់ដោយមានទំនុកចិត្តជឿជាក់អាចប្រើប្រាស់បានអាចតាក់ទងជាមួយនឹងអថេនាគ្រឿងអលង្ការបានបងប្អូនទាំងអស់គ្នា